ហាចំនួន2ដែលពួកយើងគួរតែដឹងមិនថាជា trader ឬមួយក៏ investor ទេអញ្ចឹងចំពោះបញ្ហាទី1ដូចដែលយើងដឹងស្រាប់ចឹងចំនួនរវាងសហរដ្ឋអាមេរិកអេរ៉ង់ហើយនិងអ៊ីស្រាអែលគឺនៅតែបន្តរហូតមកដល់ឥឡូវហ្នឹងហើយក៏គេអត់ទាន់មានជាសញ្ញាច្បាស់លាស់ណាមួយថាតើវានឹងអាចស្រាក់ស្រាសនៅពេលណាដែរអញ្ចឹងចំពោះចំនួនរវាងប្រទេសហ្នឹងវាមិនមែនទៅតែកើតឡើងឥឡូវទេគឺបានកើតឡើងតាំងពីជំនាន់ដូនតាណាមកហើយអញ្ចឹងមកដល់ឥឡូវនេះអាចថាជារបស់ geopolitical មួយដែលវាត្រូវតែមានភាពផ្លាស់ប្ដូរនៅក្នុង Middle East ចង់ឬមិនចង់មិនថាយូរឬមួយក៏ឆាប់ទេសង្គ្រាមនឹងវាអាចនឹងមាន solution បូករួមជាមួយនឹងមេដឹកនាំរបស់ប្រទេសអេរ៉ង់ត្រូវបានស្លាប់ដែលនៅក្នុង report ដែលខ្ញុំបានមើលនោះគឺយ៉ាងហោចណាស់40រូបដែលសិក្សាថាជាអ្នកជំនាញនៅក្នុងផ្នែកនយោបាយអញ្ចឹងនៅពេលដែលមេដឹកនាំទាំងអស់ដងអត់សិក្សាតែជាក្បាលម៉ាស៊ីនរបស់ប្រទេសត្រូវបានបាត់បង់ជីវិតអស់ហើយចង់ឬមិនចង់នៅពេលណាមួយវានឹងមានដំណោះស្រាយណាមួយច្បាស់លាស់វានឹងធ្វើឲ្យ geopolitical នៅក្នុង Middle East ហ្នឹងនឹងមានការថមថយជាងមុននឹងមានភាពច្បាស់លាស់ជាងមុនពីព្រោះថាបើសិនជាយើងមើលអំពីប្រវត្តិសាស្ត្ររបស់អេរ៉ង់វិញណាតាំងពីឆ្នាំ1979មកអេរ៉ង់គឺជាប្រទេសមួយដែលអត់ចូលទៅសហរដ្ឋអាមេរិកទេហើយតែងតែនិយាយថាខ្លួនឯងចង់កំចាត់ប្រទេសសហរដ្ឋអាមេរិកចេញដែលយើងអាចគិតបានដោយខ្លួនឯងហើយចង់កំចាត់សហរដ្ឋអាមេរិកតែដែលសហរដ្ឋអាមេរិកគឺជាមហាអំណាចលេខ1មិនថាវិស័យកងទ័ពឬមួយក៏វិស័យសេដ្ឋកិច្ចទេអញ្ចឹងដើម្បីជាសុវត្ថិភាពទៅថ្ងៃក្រោយឬមួយដើម្បីគ្រប់គ្រងទៅលើ geopolitical នៅក្នុង Middle East នឹងសហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលនឹងគឺបានរួមដៃគ្នានៅក្នុងការកំចាត់អេរ៉ង់ជាមុនដែលមុននឹងអ៊ីរ៉ង់អាចមានសមត្ថភាពនៅក្នុងការផលិតនុយក្លេអ៊ែរដើម្បីកំចាត់ស្ត្រូវរបស់គាត់ជាពិសេសគឺអាមេរិកហ្នឹងហើយនៅក្នុងចំណុចនេះផងដែរនៅពេលដែលសង្គ្រាមមួយនឹងត្រូវបានដោះស្រាយអញ្ចឹងហើយវានឹងធ្វើឲ្យ geopolitical នៅក្នុង Middle East ហ្នឹងនឹងមានភាពស្រាក់ស្រានជាងមុនហើយវាក៏ជាកត្តាល្អមួយដែរសម្រាប់ពិភពលោកទាំងមូលរបស់យើងអូខេក៏ប៉ុន្តែរឿងមួយដែលកំពុងតែកើតឡើងហើយក្តៅកគុបឥឡូវហ្នឹងគឺបញ្ហា inflation ដូចដែលយើងដឹងស្រាប់អញ្ចឹងពីព្រោះថាអេរ៉ង់គឺបានបិទនៅច្រកសមុទ្រ Hormuz ដែលជាច្រកមួយគ្រប់គ្រងទៅលើចរន្តប្រេងសឹងតែ 20% នៅក្នុងពិភពលោកហើយអញ្ចឹងវាធ្វើឲ្យតម្លៃប្រេងកើនឡើងខ្លាំងមែនទែនហើយវាគឺជារបស់មួយដែលអាចជំរុញទៅដល់ឲ្យ inflation កើនឡើងដូចគ្នាដូចដែលយើងឃើញជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើងនេះឥឡូវនេះតម្លៃរបស់ប្រេងគឺកំពុងតែកើនឡើងខ្លាំងមែនទែនហើយបញ្ហាមួយនេះនឹងអាចដោះស្រាយបាននៅពេលដែលសង្គ្រាមរបស់ប្រទេសទាំងនោះគឺត្រូវបានដោះស្រាយអូខេឥឡូវយើងចូលមកដល់បញ្ហាទី2វិញម្ដងគឺបញ្ហាពាក់ព័ន្ធទៅជាមួយនឹងអត្រាអ្នកអត់ការងារធ្វើរបស់សហរដ្ឋអាមេរិកឥឡូវនេះគឺបានមានការកើនឡើងដូចគ្នាតាម report ដែលបានចេញកាលពីអាទិត្យមុនសម្រាប់ unemployment rate នៅក្នុងខែ2របស់សហរដ្ឋអាមេរិកគឺបានកើនឡើងពី 4.3% ទៅ 4.4% ជាទូទៅនៅពេលដែលអាចដោះស្រាយទៅលើបញ្ហារបស់unemployment rate បានគឺតាមរយៈការសង្គ្រោះអំពី Fed គឺធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកធ្វើការកាត់បន្ថយអត្រាការប្រាក់ប៉ុន្តែនៅក្នុងបញ្ហានេះផងដែរនៅក្នុងស្ថានភាពនេះផងដែរគឺយើងអត់អាចកាត់បន្ថយអត្រាការប្រាក់បានទេពីព្រោះថាមានការគម្រាមអំពី inflation ដូចគ្នាតាមរយៈតម្លៃប្រេងដែលបានកើនឡើងដូចដែលយើងបានដឹងអញ្ចឹងមកដល់ចំណុចនេះផងដែរវាហាក់បីដូចជាបញ្ហាមួយឬមួយក៏ហានិភ័យមួយដែលកំពុងតែកើតមានឡើងហើយបើសិនជាអាមេរិកមិនមានដំណោះស្រាយណាមួយដែលសមស្របរវាងការគ្រប់គ្រងទៅលើ inflation ហើយនឹងអត្រាអ្នកអត់ការងារធ្វើនឹងឲ្យបានល្អទេអញ្ចឹងហានិភ័យនៃ recession វាអាចនឹងកើតមានឡើងហើយបើសិនជាយើងក៏លេខទៅមើលចំនួនអត្រាការប្រាក់វិញដែលអាចនឹងមាន possibility ឬមួយក៏ probability នៅក្នុងការកាត់សម្រាប់ខែ3នេះវិញគឺអត់មានទេហើយ probability ដែលនឹងរក្សានៅអត្រាការប្រាក់ដដែលហ្នឹងគឺមានរហូតដល់ 95% ហើយទីផ្សារបានរំពឹងថាការកាត់អត្រាការប្រាក់នៅក្នុងជាលើកទី1នៅក្នុងឆ្នាំ2026នេះអាចនឹងកើតមានឡើងនៅខែ September នោះបើសិនជាយើងមើលគម្លាតអំពីឥឡូវរហូតទៅដល់ខែ September ហ្នឹងក្នុងករណីដែលសង្គ្រាមនៅតែបន្តអូសបន្លាយទៅដល់នោះទៀតហើយតម្លៃរបស់ប្រេងគឺនៅតែបន្តតម្លៃខ្ពស់បែបហ្នឹងទៀតបូករួមជាមួយនឹងអត្រានៃអ្នកអត់ការងារធ្វើនឹងកាន់តែកើនឡើងហានិភ័យនៃ recession ហ្នឹងគឺពិតជាមានខ្ពស់ខ្លាំងមែនទែននេះគឺជាបញ្ហាទាំងពីរដែលពួកយើងគួរតែដឹងហើយសរុបមកវិញគឺយើងមានតែរងចាំមើលព័ត៌មានបន្ថែមទៀតទាក់ទងជាមួយនឹងបញ្ហារបស់សង្គ្រាមនឹងទេថាតើវានឹងអាចបញ្ចប់នៅពេលណាដែរហើយតើគេអាចបើកច្រកសមុទ្រ Hormuz នឹងនៅពេលណាដែរអញ្ចឹងបើសិនជាបងចង់បានព័ត៌មានបន្ថែមបងអាច join community របស់ពួកយើងបានហើយជួបគ្នានៅវីដេអូក្រោយ